ចាជាដំបូងខ្ញុំសូមគោរពជម្រាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាសួស្តីបងប្អូនថ្នាក់ទី11ទាំងអស់គ្នាយើងខ្ញុំឈ្មោះជួនសីហាថ្ងៃនេះផងដែរខ្ញុំនឹងលើកយកពិសោធន៍ដែលស្ថិតនៅក្នុងកម្រិតថ្នាក់ទី11នៅចំពុកទី3មេរៀនទី1ចំណុចទី1ប្រតិកម្មអុកស៊ីដូរ៉េដូកម្មក្នុងសូលស្យងទឹកក្រោមប្រធានបទប្រតិកម្មអុកស៊ីដូរ៉េដូកម្មរវាងលោហៈសង្កសីនិងសូលស្យងទឹកដែងសូផាតចាអញ្ចឹងយើងបានដឹងរួចមកហើយប្រតិកម្មអុកស៊ីដូរ៉េដូកម្មគឺជាប្រតិកម្មទាំងឡាយណាដែលមានបន្ទេអេឡិចត្រូនឬក៏យើងអាចនិយាយថាប្រតិកម្មអុកស៊ីដូរ៉េដូកម្មគឺជាប្រតិកម្មដែលមានការចាប់យកនិងបោះបង់អេឡិចត្រូនដែលប្រភេទគីមីដែលចាប់យកអេឡិចត្រូនហៅថាអុកស៊ីតកររងលំនាំរ៉េដូកម្មចំណែកឯប្រភេទគីមីដែលបោះបង់អេឡិចត្រូនហៅថារ៉េដូកររងលំនាំអុកស៊ីតកម្មចាអញ្ចឹងនៅក្នុងការធ្វើពិសោធន៍នេះផងដែរមានគោលបំណងបង្ហាញពីប្រតិកម្មរវាងលោហៈសង្កសីនិងសូលស្យងទឹកដែងសូផាតជាប្រតិកម្មអុកស៊ីដូរ៉េដូកម្មតាមរយៈការធ្វើពិសោធន៍ចាអញ្ចឹងមុននឹងឈានទៅដល់ការធ្វើពិសោធន៍យើងត្រូវចាមានស្រោមដៃអាវពិសោធន៍ម៉ាស់ដើម្បីការពារសុវត្ថិភាពក្នុងពេលធ្វើពិសោធន៍ចាបន្តទៀតយើងមកមើលពីឧបករណ៍និងសារធាតុគីមីមានដូចជាស៊ីឡាំងក្រាតចាពីប៉ែតកៅបេសៀសារធាតុគីមីមានដូចជាចាសូលស្យងតុងដែងសូផាតដែលខ្ញុំបានពង្រាយវាមានកំហាប់ 1m ចាបន្ទាប់មកគឺលោហៈសង្កសីចាចូលដល់ដំណើរការពិសោធន៍ចាទី1គឺយើងត្រូវវាល់សូលស្យងតុងដែងសូផាតចំនួន50មីលីលីត្រដាក់ចូលទៅក្នុងកែវបេសៀនចាចាក់ចូលទៅក្នុងកែវបេសៀរបស់យើងចាបន្តមកទៀតគឺយើងត្រូវដាក់លោហៈសង្កសីត្រាំនៅក្នុងសូលស្យងរបស់យើងចាយើងទុកឲ្យវាប្រតិកម្មចាមួយសន្ទុះទៅចាយើងទុកឲ្យវាប្រតិកម្មមួយសន្ទុះយើងសង្កេតមើលថាតើមានអ្វីកើតឡើងបន្ទាប់ពីយើងទុកឲ្យវាមានប្រតិកម្មមួយសន្ទុះក្រោយមកយើងស្រង់វាមកចាអញ្ចឹងឃើញថាបន្ទះសង្កសីរបស់យើងមុនពេលប្រតិកម្មវាមានពណ៌ប្រផេះចាក្រោយពេលប្រតិកម្មយើងសង្កេតឃើញថាមានកំណល់ពណ៌ក្រហមត្នោតមកតោងជាប់លើបន្ទះសង្កសីចាឃើញថាការពិសោធន៍របស់ខ្ញុំបានមកដល់ទីបញ្ចប់ចាជាចុងក្រោយខ្ញុំសូមអរគុណដល់លោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាការពិសោធន៍របស់ខ្ញុំតាំងពីដើមរហូតដល់ចប់ចាសូមជម្រាបលា